ជឿតែបើខេត្តនឹងមានសក្តានុពលខេត្តនឹងមានសេដ្ឋកិច្ចធំអ្នកអូស៊ីកាន់តែច្រើនសក្តានុពលគេចង់មកប្រកាសជាទៅណាត់គេ100មក200នាក់ជឿអញ្ចឹងក៏មុខមាត់ដែរបាទអញ្ចឹងតើតែគ្រប់កោសិកាទាំងអស់នៃខេត្តដែរគ្រប់ស្រុកទាំងអស់ដើរគ្រប់មន្ទីរទាំងអស់ដើរសេវាសាធារណៈដើរទៅខេត្តតាកែវដើរខ្លាំងបាទហើយបើខេត្តមួយដើរកម្ពុជាស្រួលទៅនិយាយខ្ញុំហៅមកខ្ញុំអាចធានាបានយើងមានបរិស្ថានវិនិយោគល្អគាត់ទៅខេត្តណាក៏អលៀកនេះហើយដែលយើងអាចនិយាយគ្នាបានគេមកច្រើនហៅ100គេមក200គេមកស្ដាប់គេចង់មកសាកមើលព្រោះអ្នកវិនិយោគគេដើរមើលដែរអាស៊ានប្រជុំអាស៊ានម្ដងអ្នកវិនិយោគគេទៅចូលកម្មវិធីខ្ញុំឡើងគេចូល10ប្រទេសទៀតដែលរៀបដូចតែគ្នាដែរទេគេទៅស្ដាប់នាយករដ្ឋមន្ត្រីវៀតណាមគេទៅស្ដាប់នាយករដ្ឋមន្ត្រីឡាវគេស្ដាប់នាយករដ្ឋមន្ត្រីថៃមួយណាតាក់ជាងចេញមកកាលល្អឲ្យគេសួរភ្ជាប់ជាប់ជាមួយនឹងអ្នកអូស៊ីគ្នាគេទៅដងសមាគមវិនិយោគតើអូស៊ីស្រួលអត់គេមើលអានឹងទៀតមុននឹងសម្រេច10ប្រទេសនឹងទៅមួយណាបាទអញ្ចឹងដែលឆ្នាំទៅយើងតាក់ទាញវិនិយោគមក400ជាង6000លានជាងដែលបំបីឯកតកម្មនៃវិនិយោគនោះមិនមែនដោយចៃដន្យនោះទេគឺដោយសារការខិតខំរបស់យើងគ្រប់គ្នាគ្រប់ស្ថាប័នបញ្ហាដែលមានតែយើងខិតខំដោះស្រាយបន្តទៅទៀតគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបង្កលក្ខណៈឲ្យមានការតាក់ទាញកាន់តែច្រើន